ស្រៈវែងចំនួន5ដែលអ្នករៀនភាសាអង់គ្លេសត្រូវតែដឹងត្រូវតែស្គាល់មិនអាចមើលរំលងបានតោះចូលទៅមើលមេរៀនពេញរបស់យើងទាំងអស់គ្នាបាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កេងរៀន English នៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនមករៀនពីស្រៈចំនួន5នៅក្នុងភាសាអង់គ្លេសដែលជាស្រៈវែងហើយស្រៈវែងនេះគឺវានៅក្នុង monophthonges មានន័យថានៅក្នុង monophthonges ហ្នឹងគឺវាមានស្រៈខ្លីចំនួន7ហើយស្រៈវែងនេះចំនួន5អញ្ចឹងឥឡូវមកមើលស្រៈដែលយើងត្រូវស្គាល់អញ្ចឹង the five long vowel sounds in English ទី1ស្រៈនេះគឺស្រៈ e នេះស្រៈ e ស្រៈ e អញ្ចឹងស្រៈ e នេះគឺវាមានចុច2អញ្ចឹងស្រៈហ្នឹងគឺមានចុច2បែបហ្នឹងអញ្ចឹងខ្ញុំសរសេរអក្សរខ្មែរជូនបងប្អូនបែបនេះអញ្ចឹងយើងមកមើលថាសំឡេង e សំឡេង e ធ្ងន់ e មិនមែន e ទេកុំច្រឡំអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ sheep អញ្ចឹងសំឡេង e e sheep sheep chip chip ch e p chip chip she chip 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 អញ្ចឹងគឺសំឡេង ch e p chip 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 អញ្ចឹងឥឡូវមកមើលសំឡេងទី2ស្រៈទី2ស្រៈនេះគេហៅថាស្រៈនេះវាដូចលេខ3អញ្ចឹងតែវាបែរទៅខាងនោះហើយយើងចុច2នេះមានសញ្ញាចុច2ពីក្រោយនេះអាហ្នឹងខ្ញុំសរសេរឲ្យបងប្អូនចំណាំអញ្ចឹងសំឡេងអាហ្នឹងវាស្មើនឹងស្រៈexample ឧទាហរណ៍ as in the word like ver her fur bird អញ្ចឹងគឺមានសំឡេងsound អាចអនុវត្តតាមខ្ញុំបានហើយកត់ចំណាំទៅកន្លែងចំណុចល្អបងប្អូននឹងមានការប្រសើរឡើងក្នុងការបញ្ចេញភាសាអង់គ្លេសក្នុងការនិយាយភាសាអង់គ្លេសបានត្រូវជាងមុនច្រើនឥឡូវយើងមកមើលស្រៈទី3ស្រៈទី3នេះគេហៅថាស្រៈវាមិនមែនជាស្រៈអាទេបើស្រៈអារៀងសំឡេងខ្លីតែនេះសំឡេងស្តៀងអាដែរប៉ុន្តែវែងនេះដែលខ្ញុំចុចសម្គាល់បងប្អូននេះមានន័យថាវាមានសំឡេងដែរប៉ុន្តែវែងអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ car bar like far អញ្ចឹងគឺមានសំឡេងវែងឥឡូវមកមើលស្រៈមួយទៀតនេះស្រៈនេះគេហៅថាស្រៈអូសំឡេងខុសគ្នានិងខុសគ្នាអញ្ចឹងអានេះគឺស្រៈអាចធ្វើតាមបានបងប្អូននេះត្រីស័ព្ទនិងរនេះខ្ញុំសរសេរសម្គាល់ជូនបងប្អូនអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ for door tall talk wall walk អញ្ចឹងមានសំឡេងwalk wall tall talk អញ្ចឹងឥឡូវមកមើលសំឡេងចុងក្រោយស្រៈចុងក្រោយស្រៈនេះគឺគេហៅថាស្រៈត្រីស័ព្ទស្រៈស្រៈគឺវាដូចអក្សរ U អញ្ចឹងអក្សរ U មានន័យថាអក្សរ U ដែរប៉ុន្តែវាចុច2សិតតែចុច2ទាំងអស់អានេះស្រៈវែងនេះសិតតែចុច2ទាំងអស់អញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ food mood and rude and crude
អញ្ចឹងបងប្អូនចំណាំទៅនេះចំណាំស្រាក់នេះដែលខ្ញុំសម្គាល់ជូនបងប្អូនស្រាក់នេះបើយើងឆែកមើលនៅក្នុង dictionary យើងឃើញអាស្រាក់ហ្នឹងយើងចេះស្រាក់ហ្នឹងគឺយើងអានត្រូវហ្មងមិនថាសំឡេងរបស់វាគឺយើងធ្វើត្រូវឲ្យតែយើងស្គាល់វាច្បាស់អញ្ចឹងវីដេអូនេះគឺត្រូវបានបញ្ចប់ហើយសូមកុំភ្លេចបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗវីដេអូផ្នែកថ្មីចំណេះដឹងថ្មីគន្លឹះសម្គាល់ថ្មីហើយខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាអរគុណច្រើន